បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍កាន់វីដេអូរបស់ខ្ញុំបាទឈ្មោះហប៊ុនណាហេងជានិស្សិតមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាថ្ងៃនេះខ្ញុំលើកយកប្រធានបទមួយនៅក្នុងវិស័យព័ត៌មានវិទ្យានោះគឺប្រព័ន្ធប្រតិបត្តិការនិង GUI មុននឹងចូលដល់ប្រព័ន្ធប្រតិបត្តិការយើងត្រូវយល់ពីប្រភេទនៃកុំព្យូទ័រជាមុនសិនជាទូទៅកម្មវិធីគេបែងចែកជាពីរធំគឺទី1 System Software 2 Application Software ហើយខ្ញុំនឹងមកបកស្រាយពី System Software វាប្រៀបបានជាអ្នកគ្រប់គ្រងនិងប្រព័ន្ធប្រតិបត្តិការមូលដ្ឋានរបស់ម៉ាស៊ីនទាំងមូលក្នុងនោះរួមមាន OS ដែលវាគ្រប់គ្រងម៉ាស៊ីនទាំងមូលនិង Utility Program ដែលវាជួយបង្កើតល្បឿននិងថែទាំម៉ាស៊ីននិងមួយទៀតវាសម្រាប់បកប្រែកូដជាភាសារបស់កម្មវិធីចំណែកឯ Application Software វិញវាគឺជាកម្មវិធីដែលប្រើប្រាស់ផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃដូចជា Word សម្រាប់វាយអត្ថបទនិងសម្រាប់ design រូបភាព Photoshop ព្រមទាំងការលេង game និងកម្មវិធីកម្សាន្តផ្សេងៗហើយឥឡូវនេះយើងចូលមកដល់ប្រព័ន្ធប្រតិបត្តិការ OS ជាអ្វីហើយវាមានមុខងារសំខាន់អ្វីខ្លះតើអ្វីទៅជា OS និយាយងាយយល់ទៅ OS វាគឺជាសំណុំកម្មវិធីដែលធ្វើខ្លួនជាស្ពានរវាងអ្នកប្រើប្រាស់និងhardware របស់កុំព្យូទ័របើសិនជាគ្មាន OS ទេនោះកុំព្យូទ័រក៏មិនអាចដំណើរការឬក៏យល់ពីបញ្ហាដែលយើងដែលវាធ្វើបានឡើយហើយមុខងារសំខាន់របស់វាមានដូចជាការគ្រប់គ្រងការបញ្ជូននិងបង្ហាញទិន្នន័យព្រមទាំងរៀបចំរចនាសម្ព័ន្ធរក្សាទុកឯកសារហើយគ្រប់គ្រង memory ដើម្បីត្រៀមដំណើរការកម្មវិធីផ្សេងៗដោយមានសុវត្ថិភាពគ្រប់គ្រង multitasking ដែលអនុញ្ញាតឲ្យយើងបើកនិងធ្វើការច្រើនក្នុងពេលតែមួយបានយ៉ាងរលូនចំណែកឯប្រព័ន្ធប្រតិបត្តិការល្បីៗរបស់ OS វិញដោយសារនៅក្នុងទីផ្សារបច្ចុប្បន្នវាមានប្រព័ន្ធប្រតិបត្តិការធំៗចំនួន3ដែលគេនិយមប្រើប្រាស់ទី1គឺ Windows ទី2គឺ Mac OS ហើយនិងចុងក្រោយទី3គឺជា Linux Windows វាបង្កើតឡើងដោយក្រុមហ៊ុន Microsoft វាពេញនិយមបំផុតទៅលើ personal computer ដែលយើងស្គាល់ថា PC ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេលើពិភពលោកចំណែកឯ Mac OS វិញត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Apple ប្រើប្រាស់ផ្ដាច់មុខនៅលើត្រកូល Apple តែម្ដងដូចជា MacBook និង iMac ជាមួយនឹង security ខ្ពស់និងរចនាសម្ព័ន្ធវាមើលទៅគឺថាតាក់ភ្នែកមែនទែនចំណែកឯ Linux វិញវាគឺជាប្រព័ន្ធ open source គឺថាវា free តែម្ដងដែលវាមានរូបសញ្ញា Penguin ហើយពេញនិយមខ្លាំងទៅលើម៉ាស៊ីន server និងអ្នក security ចូលមកដល់ចំណុចមួយទៀត GUI ឬក៏ Graphic User Interface បានបង្កើតឡើងដើម្បីឲ្យមនុស្សយើងងាយស្រួលទាក់ទងគ្នាជាមួយនឹងកុំព្យូទ័រតាមរយៈរូបភាពនិងវីដេអូជំនួសឲ្យការវាយ command line ដូចជាសម័យមុនគឺថាវាពិបាកនិងស្មុគស្មាញហើយ GUI ដើរលើបរិស្ថានការងារដែលគេហៅថា WIMP ដែលពាក្យទាំង4នេះមកបូករួមបញ្ចូលគ្នាមកពីពាក្យ window icon menus និង pointer ហើយខ្ញុំនឹងពន្យល់ពីងារនីមួយៗរបស់វា window វាគឺជាប្រអប់ចតុកោណដែលបង្ហាញអំពីកម្មវិធីហើយនេះគឺជា window វាជារូបភាពតូចៗដែលតំណាងឲ្យ file ឬក៏ folder ហើយនឹង app ផ្សេងៗចំណែក M វិញគឺ menu វាគឺជាបញ្ជីជម្រើសបញ្ហាផ្សេងៗដូចជា drop down menus នៅពេលដែលយើងចុចលើវា pointer វាគឺជាសញ្ញាព្រួយនៅក្នុង screen computer ដែលយើងបញ្ជាវាដោយ mouse ដើម្បីអូសចុចជ្រើសរើសលើកម្មវិធីអ្វីមួយចូលមកដល់ចំណុចមួយទៀតផ្ទៃការងារ desktop និងការរុករកនៅលើអេក្រង់ទូ computer យើងប្រើប្រាស់ desktop វាគឺជាផ្ទៃខាងក្រោយទាំងមូលដែលបង្ហាញ icon និង file ផ្សេងៗចំណែកឯ double click ការចុច mouse ពីរដងលឿននៅលើ folder icon ដើម្បីឲ្យវាបើកទិន្នន័យខាងក្នុងដើម្បីអាចឲ្យយើងប្រើប្រាស់ចូលមកដល់កម្មវិធីជំនួយនៃប្រព័ន្ធ System Utilities ទី1គឺជួសជុលនិងលទ្ធភាពប្រើប្រាស់វាជួយស្ដារទិន្នន័យដែលបាត់បង់និងជួសជុល file ដែលខូចចំណែកឯ Accessibility Program វាជួយដល់អ្នកប្រើប្រាស់ដែលមានពិការភាពដូចជាកម្មវិធីអាននៅលើ screen ហើយទី2គឺការរួមទិន្នន័យនិងកំសាន្ត Compression Utilities ដូចជា zip ជួយបង្រួបទំហំ file ឲ្យតូចងាយស្រួលផ្ញើតាមអ៊ីនធឺណិតចំណែកឯ Media Player វាសម្រាប់ចាក់វីដេអូមើលកំសាន្តឬក៏ស្ដាប់តន្ត្រីនិងវិទ្យុតាម website ផ្សេងៗបាទហើយសរុបមកប្រព័ន្ធប្រតិបត្តិការ OS វាគឺជាបេះដូងដែលធ្វើឲ្យកុំព្យូទ័រអាចដំណើរការបាននិងអាចឲ្យយើងប្រើប្រាស់សូមអរគុណ